ភ្នំយេសូស្ថិតនៅក្នុងខេត្តតាកែវដែលចាប់ផ្ដើមកសាងឡើងនៅក្នុងដើមសតវត្សទី11បច្ចុប្បន្នភ្នំយេសូក្លាយជាកន្លែងទេសចរណ៍ដែលស្ថិតនៅមិនឆ្ងាយប្រមាណពីទីក្រុងភ្នំពេញប្រហែលជា30-40 គីឡូម៉ែត្រជិត50 គីឡូម៉ែត្របើគិតពីវត្តភ្នំស្ថានភាពនៅជុំវិញភ្នំយេសូនឹងមានផ្ទះអ្នកស្រុកដែលគាត់រស់នៅនឹងដុំអញ្ចឹងក្រៅពីនឹងមានវាលស្រែទៅស្រះទឹកបន្តិចទៅដោយតែបានឃើញការរស់នៅនឹងក៏មានការលំបាកដែរព្រោះផ្លូវស្អាតអគ្គិសនីក៏មានគេថាហេដ្ឋារចនាសម្ព័ន្ធនេះក៏មានប្រព័ន្ធសម្រាប់ការរស់នៅភ្នំយេសូមានកម្ពស់ប្រហែល100ម៉ែត្រជាងអញ្ចឹងទេយើងប្រហោះដ្រូនប្រហែលត្រឹមតែ200ម៉ែត្រនឹងឃើញគាត់កំពូលអញ្ចឹងឃើញទេភ្នំនឹងភាគច្រើនឃើញដោះដោយដើមឈើខៀវស្ងាត់យើងមើលពីចម្ងាយទៅមានផ្ទះប្រជាពលរដ្ឋមានផ្លូវអីជុំវិញអញ្ចឹងទេសម្រាប់អ្នកដែលនៅភ្នំពេញដែលថាចង់ទៅលេងភ្នំយេសូឲ្យអាចធ្វើដំណើរទៅបានហើយនៅចិត្តដែរហើយនៅកន្លែងនេះគេមានលក់ដូរអីសម្រាប់យើងអាហារដូចជាមាន់ដុតមាន់ស្ងោរអីតាមការកំងរបស់យើងអញ្ចឹងណាហើយពីច្រើនហ្នឹងគឺសុទ្ធតែមាន់ស្រែដែលមានរសជាតិឆ្ងាញ់រូបភាពនេះថតនៅក្នុងកម្ពស់ខ្ពស់គួរសមដែរព្រោះឃើញផ្ទះតូចៗស្ទៀងនឹងការជិះយន្តហោះដែរជិះយន្តហោះនៅពេលដែលយើងរៀងឡើងពីឡើងទៅរៀងឃើញផ្ទះអញ្ចឹងតូចៗអញ្ចឹងធម្មជាតិស្រស់ស្អាតបរិយាកាសល្អហេដ្ឋារចនាសម្ព័ន្ធក៏មានអញ្ចឹងជាទីកន្លែងដែលគួរទៅលេងហើយសម្រាប់អ្នកដែលភ្នំពេញព្រោះចិត្តដែរទេ